រឿងព្រះបាទមន្ធាតោសេចក្តីប្រាថ្នារបស់សត្វលោកឥតមានទីបំផុតក្នុងការខាងដើមនៃបទកប្បនេះមានព្រះបរមចក្រពតាធិរាជមួយព្រះអង្គព្រះនាមមន្ធាតោមានមហិទ្ធិឫទ្ធិធំអស្ចារ្យសោយរាជ្យក្នុងទ្វីបទាំង4មានមហាក្សត្រី 84000 ព្រះអង្គជាបរិវារមនុស្សក្នុងចំនួននោះមានអាយុកំណត់មួយអសង្ខ័យឆ្នាំតែព្រះបាទមន្ធាតុនោះមានឥទ្ធិពលសម្បើមអស្ចារ្យណាស់គ្រាន់តែទះដៃវេលាណាមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកវេលានោះទ្រង់នៅជាកុមាររត់លេងសប្បាយដោយល្បែងក្មេងជាង 80000 ឆ្នាំដល់ព្រះជន្មគម្រប់ 84000 ព្រះរាជបិតាទ្រង់ប្រទានកិត្តិយសឲ្យធ្វើជាឧបរាជបាន 84000 ឆ្នាំបានទទួលរាជាភិសេកជាស្ដេចបរមចក្រពតាធិរាជសោយរាជ្យបាន 84000 ឆ្នាំទ្រង់មិនស្កប់ស្កល់ដោយរាជសម្បត្តិបានត្រាស់សួរមហាអាមាត្យថាទីដែលបរិបូរណ៍ដោយរាជសម្បត្តិវិសេសជាងនេះទៅទៀតមានឬទេមហាអាមាត្យទូលថាបបិទ្ធព្រះសម្មាទិទេពក្នុងលោកនេះពុំមានទេមានតែស្ថានចាតុមហារាជការទើបបរិបូរណ៍ដោយសេចក្តីសុខប្រសើរជាងស្ថានមនុស្សព្រះបាទមន្ធាតុបានជ្រាបហើយក៏កាន់ចក្ររដ្ឋក្រវីអណ្ដែតទៅឯដល់អាកាសព្រមទាំងចតុរង្គសេនាទៅចុះនៅស្ថានចាតុមហារាជការពួកទេវតាក្នុងស្ថាននោះបានឃើញព្រះបាទមន្ធាតុហើយក៏នាំគ្នាកាន់ភ្ញីផ្កាចូលទៅបូជាថ្វាយរាជសម្បត្តិទៅដល់ព្រះបាទមន្ធាតុព្រះបាទមន្ធាតុបានសោយរាជសម្បត្តិនៅស្ថានចាតុមហារាជការនោះបានចំនួន 84000 ឆ្នាំមនុស្សទ្រង់មិនបានស្កប់ស្កល់ក្នុងរាជសម្បត្តិនោះទៀតទើបត្រាស់សួរទៅស្ដេចចតុលោកបាលទាំង4ថាទីស្ថានដែលបរិបូរណ៍ដោយសេចក្តីសុខជាងនេះមានឬទេស្ដេចចតុលោកបាលទាំង4ក្រាបទូលថារាជសម្បត្តិក្នុងស្ថាននេះមិនវិសេសជាងស្ថានមនុស្សប៉ុន្មានទេមានតែរាជសម្បត្តិក្នុងស្ថានត្រៃត្រឹងទៅប្រសើរជាងនេះជា100គុណព្រះបាទមន្ធាតុបានជ្រាបហើយក៏ចាប់ចក្ររដ្ឋក្រវីហោះទៅស្ថានត្រៃត្រឹងទៀតព្រះឥន្ទ្រាធិរាជបានទតឃើញព្រះបាទមន្ធាតុហើយក៏មានព្រះទ័យសោមនស្សរីករាយកាន់ផ្កាភ្ញីចូលទៅបូជាថ្វាយរាជសម្បត្តិពាក់កណ្ដាលព្រះបាទមន្ធាតុបានសោយរាជសម្បត្តិពាក់កណ្ដាលនៅស្ថានត្រៃត្រឹងនោះជាសុខក្សេមក្សាន្តអស់កាលជាយូរអង្វែងណាស់ចំនួន36ដំណរព្រះឥន្ទឯសេចក្តីប្រាថ្នារបស់ព្រះអង្គមិនចេះពេញសោះនៅតែខ្វះកន្លះជានិច្ចសូម្បីសោយរាជសម្បត្តិទឹកជាយូរអង្វែងដល់ម្លោះក៏មិនចេះស្កប់ស្កល់ទើបទ្រង់ព្រះចិន្តាថាបើអញសម្រាប់ព្រះឥន្ទចោលហើយសោយរាជសម្បត្តិតែម្នាក់ឯងទើបល្មមសមនឹងបុណ្យស័ក្តិរបស់អញគ្រាន់តែគិតប៉ុណ្ណេះការទ្រុឌទ្រោមនៃសរីរៈក៏កើតឡើងប្រកបពុំអាចនៅលាយឡំជាមួយនឹងពួកទេវតាបានស្រាប់តែជាយុទ្ធមកស្ថិតនៅក្នុងឧទ្យានរបស់ព្រះអង្គនាស្ថានមនុស្សដូចកាលមុនវិញនាយឧទ្យានបាលកាលបើបានឃើញព្រះបាទមន្ធាតុចុះពីស្ថានសួគ៌មកស្ថិតនៅក្នុងឧទ្យានវិញហើយក៏ចូលទៅក្រាបទូលដល់ព្រះរាជត្រកូលព្រះរាជាដែលជាធំក្នុងព្រះរាជត្រកូលបានជ្រាបដំណឹងនោះហើយមានសេចក្តីត្រេកអរណាស់ទ្រង់មនីយាងទៅឧទ្យានជាមួយនឹងស្ដេចទាំង 84000 ព្រះអង្គចាត់ចែងក្រាលរៀបចំរាជសីយាសនៈដ៏ប្រសើរក្នុងឧទ្យាននោះព្រះបាទមន្ធាតុទ្រង់ឡើងផ្ទុំលើសិរីរាជសីយាសនៈនោះហើយបានប្រកាសប្រាប់ដល់ព្រះរាជវង្សានុវង្សទាំងឡាយថាយើងលែងក្រោកចាកអាសនៈនេះហើយអ្នកទាំងឡាយចូលចាំគ្រប់គ្នាថាសេចក្តីប្រាថ្នារបស់សត្វលោកធំទូលាយវែងឆ្ងាយឥតមានទីបំផុតទ្រង់មានព្រះបន្ទូលដូច្នោះជាដើមហើយក៏ទ្រង់សោយទីបង្គត់ទៅបានទៅកើតក្នុងសុគតិភពតាមសំគួរដល់បញ្ញកម្មរបស់ព្រះអង្គឯបព្វកម្មរបស់ព្រះបាទមន្ធាតុដែលមានឥទ្ធិពលធំអស្ចារ្យគ្រាន់តែទះដៃមានភ្លៀងកែវ7ប្រការធ្លាក់ចុះមកពីអាកាសនិងមានព្រះជន្មវែងហើយបានសោយរាជសម្បត្តិទឹកទៀតនោះគឺកាលសាសនាព្រះសម្ពុទ្ធព្រះនាមវិបស្សី
រាប់ពីផុតកប្បនេះទៅក្រោយវិញចំនួន91កប្បកាលនោះព្រះបាទមន្ធាតុកើតជាបរិះកំសត់ម្នាក់នៅក្នុងនគរបន្ទុមេតីជាអ្នកស៊ីឈ្នួលជួសជុលប៉ះជុលសម្លៀកបំពាក់ចាស់ដាច់ដាចរបស់អ្នកនគរនោះថ្ងៃមួយពួកពុទ្ធបរិស័ទបានរៀបចំចាត់ចែងថ្វាយមហាទានដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានឯបរិះកំសត់បានដឹងថាគេរៀបចំចាត់ចែងនឹងថ្វាយមហាទានដូច្នោះហើយក៏នឹកសង្វេគចំពោះខ្លួនឯងថាអូណោអាត្មាឯងជាមនុស្សសេះសល់ថោកទាបជាទីបំផុតពុំបានចាត់ចែងមហាទាននឹងគេសោះពីព្រោះជាអ្នកតលក្រពេលនេះបើអញមិនឆ្លៀតធ្វើទៀតពុំដឹងថាជាតិណានឹងបានរួចផុតពីសេចក្តីទុក្ខលំបាកគិតដូច្នោះហើយសទ្ធាក៏កើតឡើងមាំចំពោះគុណព្រះសម្ពុទ្ធពេលនោះខំជួសប៉ះជុលសម្ពុទ្ធឲ្យបុគ្គលម្នាក់បានលុយមួយមាសកៈដឹងថាពេលថ្វាយមហាទានចិត្តដល់ហើយក៏មនីមនីទៅផ្សារទិញបានក្របសណ្ដែកស្ងោរមួយកំបងយកទៅដាក់បាតទៅដល់រោងទានពុំបានឱកាសនឹងចូលទៅដាក់បាតឡើយព្រោះខ្លួនជាអ្នកតលក្រថោកទាបពួកមហាជនមិនបើកឱកាសឲ្យចូលទើបគិតថាអញអស់បានចូលទៅចិត្តព្រះសម្ពុទ្ធនិងព្រះសង្ឃហើយបើដូច្នោះអញគួរបោះក្របសណ្ដែកសម្ដៅទៅត្រង់បាតព្រះសម្ពុទ្ធនិងព្រះសង្ឃចុះបើបានចូលទៅក្នុងបាតតែមួយក្របគង់មានផលច្រើនបរិះកំសត់ចាប់ក្របសណ្ដែកស្ងោរបោះទៅដោយអំណាចរិទ្ធព្រះសម្ពុទ្ធក្របសណ្ដែកក៏អណ្ដែតទៅធ្លាក់ចុះក្នុងបាតជាលំដាប់តាំងពីបាតព្រះសម្ពុទ្ធជាម្ចាស់ដរាបដល់បាតព្រះសង្ឃឥតមានជ្រុះទៅទីដតីមួយក្របឡើយបរិះកំសត់ឃើញអស្ចារ្យដូច្នោះហើយសេចក្តីជ្រះថ្លាក៏រឹងរិតតែកើតឡើងយ៉ាងក្រៃលែងទើបតាំងសេចក្តីប្រាថ្នាថាដោយអំណាចការបូជារបស់ខ្ញុំនេះក្នុងអនាគតកាលសូមឲ្យបានជាធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយសូមឲ្យបានជាធំជាងជនអ្នកត្រូវការដោយកាមទាំងឡាយបើខ្ញុំលើកដៃទះឡើងវេលាណាសូមឲ្យភ្លៀងកែវ7ប្រការធ្លាក់ចុះពីផ្ទៃអាកាសវេលានោះកុំខានបរិះកំសត់លួសអស់អាយុបានទៅសោយសុខក្នុងទេវលោកនិងមនុស្សលោកអស់កាលជាអង្វែងលុះដល់មកខាងដើមនៃផុតកប្បនេះបានមកកើតជាបរិជ្ជបុត្ររបស់ព្រះបាទកល្យាណរាជមាននាមបញ្ញត្តិថាព្រះបាទមន្ធាតុនេះឯង